សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបផុសចម្រៀងដែលយើង generate ពី Sono ហ្នឹងដាក់ចូលក្នុង DistroKid អានេះយើងដាក់ចូលជាលក្ខណៈ album ហ្មងអ្នកទាំងអស់វីដេអូមុនខ្ញុំក៏ធ្លាប់ធ្វើដែរតែឥឡូវខ្ញុំសូមបង្ហាញបន្ថែមទៀតអញ្ចឹងណាបាទនេះយើងបើក DistroKid របស់យើងមកអ្នកទាំងអស់គ្នាហើយខ្ញុំបើកហើយខ្ញុំចុចភាសាទៀតទៅហើយយើងយកពាក្យupload នេះអញ្ចឹងវាមាន upload music និង upload video អាហ្នឹងយើងបង្ហោះចម្រៀងចូលនិងបង្ហោះជាប្រភេទវីដេអូហើយយើងយកបង្ហោះចម្រៀងយើង upload music មកហើយយើងយកគ្រីសនេះអ្នកនរគ្នា Roblox នេះយើងគ្រីសដែរតែដាក់ចូលទាំងអស់ហើយ Snapchat ក៏យើងយកដែរហើយយើងគ្រីសកន្លែងនេះអ្នកនរគ្នា Yes I own 100 of the publishing បានន័យថាយើងជាម្ចាស់ចម្រៀងនឹងទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងយើងគ្រីសហ្នឹងទៅអញ្ចឹងទៅយើងគ្រីសគ្រប់សពហើយអាហ្នឹងយើងដាក់ចូលទាំងអស់អានេះបើសិនជាយើងធ្វើជា album គឺយើងចុចអាកន្លែងសញ្ញាព្រួញចុះក្រោមនេះអ្នកនរគ្នាហើយវានឹងចេញប្រភេទចម្រៀងឲ្យយើងរើសជា single ហ្នឹងមកបទពីបទ3បទអញ្ចឹងទៅអានេះទៅតាមចម្រៀងរបស់យើងមានប្រហែលបទក្នុងមួយ album របស់យើងហ្នឹងអញ្ចឹងប្រភេទដែលខ្ញុំធ្វើនេះខ្ញុំបានដាក់ម្ដង10បទអញ្ចឹងខ្ញុំដាក់ម្ដង10បទអញ្ចឹងយើងselect យក 10 song មកតែបើយើងចង់ដាក់ជា single យើងដាក់ one song នេះគេដាក់ single នេះអាហ្នឹងម្ដងមួយបទអ្នកនរគ្នាហ្នឹងស្អែកតែយើងរើសទេយើងចង់ដាក់មួយបទយើងយកមួយបទមកតែឥឡូវខ្ញុំយក10បទព្រោះយើងធ្វើជា album យើងដាក់ម្ដង10បទទៅតើមកកន្លែងនេះយើងមិនបាច់លេងវាទេយើងមិនបាច់គ្រីសទេអ្នកនរគ្នាបើយើងគ្រីសហ្នឹងវាឲ្យយើងផេលុយហើយយើងត្រូវបង់លុយច្រើនអញ្ចឹងយើងអត់តម្រូវការប្រើកន្លែងហ្នឹងនេះអានេះរបស់គេដាក់មកចេះយើងមិនបាច់ទៅលេងវាទេយើងយក no មកគេសួរយើងតើ album ហ្នឹងធ្លាប់បាន upload ម្ដងនៅអញ្ចឹងយើងអត់មានទេយើងដាក់ no មកអានេះប្រភេទនេះគឺយើងយក plan ទី1អ្នកនរគ្នា DistroKid របស់ខ្ញុំ register ជាមួយនឹង plan ទី1ទេដោយសារតែ plan ទី2របស់ខ្ញុំនោះខ្ញុំយក plan 2ហ្នឹងគឺវាបានខូចហើយឥឡូវខ្ញុំទិញថ្មីអញ្ចឹងអ្នកនរគ្នាគឺអា plan មុនគេ ban ហើយដោយសារតែយើង generate ចម្រៀងមកខ្ញុំចែកម្លែកបទពិសោធន៍ឡើងហ្នឹងតិចទៅយើង generate ចម្រៀងនៅក្នុង Sono ហ្នឹងគឺយើង copy style ពីគេអញ្ចឹងទៅយើងចង់បានឲ្យសលេងស្តៀងគេអញ្ចឹងយើងអត់បានដាក់ឈ្មោះដាក់អីទេគាត់យើង copy style ឲ្យគេហ្នឹងក៏វាអាចដឹងដែរក៏វាចាប់បានដែរហើយវាចាប់បានវា ban របស់យើងអញ្ចឹងហើយវា send email មក email របស់យើងហ្នឹងដាក់ ban របស់យើងនៅថារបស់យើងហ្នឹងគឺប្រភេទអត់ original ទេដោយសារតែយើងជាប់copyright ពីគេអញ្ចឹងណាតែពេលហ្នឹងខ្ញុំគ្រាន់តែ testing អញ្ចឹងយើងនិយាយថាយើងចង់បានបទពិសោធន៍អញ្ចឹងយើងដាក់ទៅជាប់មែនអត់មាន copy ចម្រៀង copy អីពីគេទេគាត់យើង copy style សោះហ្នឹងក៏ជាប់ដែរអ្នកនរគ្នានឹងយើងចែកចម្លែកបទពិសោធន៍នេះទៅកុំឲ្យយើងខូច account របស់យើងព្រោះយើងទិញថ្លៃដែរប៉ុន្តែ account ហ្នឹងគឺនៅតែអាចរកលុយបានធម្មតាទេគាត់តិចនឹងច្រើនតាមវីដេអូរបស់យើងមាន view តិចច្រើនអញ្ចឹងអ្នកនរគ្នានេះយើងចូលមកសាច់រឿងរបស់យើងវិញមកនេះយើងចូល Instagram វិញមកយើងមិនលេងវាទេគេសួរ artist already on Instagram អញ្ចឹងអត់មានទេយើងយក no មកយើងយក no មកអ្នកនរគ្នាគេសួរយើង artist របស់យើងនឹងមាននៅ Facebook អត់មានទេ release date អានេះដោយសារយើងយក plan ទី1ដូចខ្ញុំបញ្ជាក់ដែរអញ្ចឹង plan ទី1គឺវាអត់មានrelease date ឲ្យយើងជា detail ឲ្យយើងកែកុនបានទេអ្នកនរគ្នាតោះយើងupgrade វាអ្នកនរគ្នានេះបើយើងចង់ upgrade គឺ upgrade បានណា upgrade ទៅវានឹងតែជា plan ទី2វិញតែយើងត្រូវ pay លុយថែមអញ្ចឹងអ្នកនរគ្នាអញ្ចឹងនេះយើងបន្តមកទៀតមក scroll វាចុះមកអានេះវា select ជាមួយ album ហ្មងពីព្រោះរបស់យើងហ្នឹងគឺខ្ទង់10បទបើជាទូទៅមួយបទខ្ទង់ 0.90 សេនប៉ុន្តែដល់ពេលយើង10បទគឺយើងវាបូក total ឲ្យអានេះក្នុង iTunes Prime នេះដល់នេះ language ខ្ញុំយក English ដែរទៅព្រោះបទយើងជាភាសាអង់គ្លេស
ហើយ primary gen នេះអានេះខ្ញុំយក pop ប្រភេទរបស់ខ្ញុំហ្នឹងជាប្រភេទ pop song អញ្ចឹងណាយើង select យក pop មកព្រោះបទចម្រៀងអ្នកទាំងអស់គ្នាធ្វើពីអីអាហ្នឹងយើង select ទៅតាមប្រភេទបទចម្រៀងរបស់យើងទៅកុំយកដូចខ្ញុំអញ្ចឹងចឹងយើងយកតាមបទចម្រៀងរបស់យើងវាមានឲ្យយើង select នេះយើងរើសទៅមាន pop មាន jazz មានអីគ្រប់ប្រភេទអញ្ចឹងណាអញ្ចឹងខ្ញុំយក pop ហើយ secondary gen នេះអានេះជា optional ហ្នឹងយើងដាក់ក៏បានបាច់ក៏បានដែរតែខ្ញុំដាក់អញ្ចឹងអ្នកនរគ្នាខ្ញុំចូលចិត្តយកនេះទៅតាមប្រភេទបទចម្រៀងរបស់ខ្ញុំហើយបើអ្នកទាំងអស់គ្នាអត់ដឹងថាប្រភេទបទចម្រៀងយើងជាប្រភេទបទចម្រៀងអីត្រូវយកអីទេគឺអត់លំបាកទេគឺយើងអាចសួរ ChatGPT បានអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលយើង generate prompt ហ្នឹងនៅក្នុង ChatGPT ឬក៏ Gemini អញ្ចឹងយើងសួរវាទៅថាប្រភេទហ្នឹងយើងគួរតែដាក់នៅក្នុងអីអញ្ចឹងណាអញ្ចឹងវាប្រាប់យើងហើយនេះដល់កន្លែង album cover ដល់កន្លែង album cover នេះគឺយើងដាក់រូបភាពរបស់យើងដែលយើងធ្វើហើយយើងឲ្យ ChatGPT ធ្វើឲ្យទៅឬក៏យើង edit តាមអីកម្មវិធីអីផ្សេងតែយើងអញ្ចឹងអ្នកនរគ្នាគេមានដាក់ទំហំដៃឲ្យយើងទាំងអស់ហ្នឹងពេលខ្លះយើងមានរូបប៉ុន្តែរូបយើងអត់ត្រូវទំហំយើងផុសអត់បានទេយើង upload ចូលអត់បានទេអញ្ចឹងអត់បាក់ទេអ្នកនរគ្នាយករូបហ្នឹងនេះឧទាហរណ៍នេះមួយរូបរបស់ខ្ញុំអញ្ចឹងអ្នកនរគ្នារូបហ្នឹងឲ្យ ChatGPT ធ្វើឲ្យមកហើយយើងប្រាប់ថាយើងត្រូវ upload ចូលនៅក្នុង DistroKid អញ្ចឹងគឺវានឹង arrange edit ធ្វើម៉េចឲ្យរូបហ្នឹងគឺមានទំហំដែលប៉ុនទៅនឹង DistroKid ដែលគេចង់បានឯអ្នកនរគ្នាអាហ្នឹងយើងក៏ធ្វើប៉ុណ្ណឹងតែនេះខ្ញុំដាក់ចូលមក select ហើយខ្ញុំយករូបមិញនេះឃើញដាក់ទៅចូលហ្មងអ្នកនរគ្នានេះខ្ញុំអត់មានការកនច្រើនទេខ្ញុំគ្រាន់តែ save prompt ឲ្យវាធ្វើជាប្រភេទ album cover ឲ្យគឺវាធ្វើឲ្យយកមកហើយដាក់ទៅគឺដឹងតែត្រូវហើយអានេះគឺ album title អានេះគឺឈ្មោះ album របស់យើងហ្នឹងយើងឈ្មោះអីគេហើយបើយើងអត់ដឹងថាចម្រៀងរបស់យើងគួរដាក់ឈ្មោះអី album ហ្នឹងក៏យើងអាចសួរ ChatGPT បានដែរយើងឲ្យវាដាក់ឲ្យមកដូចនេះអញ្ចឹងយើង copy យកមក Ctrl C មកតមកយើងយកមកដាក់នៅនេះ Ctrl V អាហ្នឹងគឺជាឈ្មោះ album របស់យើងតមកកន្លែងនេះគឺដល់កន្លែងដាក់ចំណងជើងបទចម្រៀងគឺយើងដាក់ម្ដងមួយណាអ្នកនរគ្នានេះយើងដាក់ម្ដងមួយមកអញ្ចឹងយើងទៅមើលចម្រៀងរបស់យើងវិញនេះយើងបើកឲ្យហើយអ្នកនរគ្នាសួរយើងបើកឲ្យហើយមកហើយយើង copy ចំណងជើងរបស់យើងមកយើងចុច key F2 មក Ctrl C copy អាហ្នឹងយកមកដាក់បាច់ copy extension ទេអ្នកនរគ្នានេះextension ខាងក្រោយនេះយើងកុំ copy យើង copy តែខាងមុខនេះមកនេះអញ្ចឹងហើយយើងកុំយកទាំងលេខមកអញ្ចឹងណាតែខ្ញុំយកទាំងលេខមកតែខ្ញុំនឹងលុបចេញវិញទេគឺថាខ្ញុំខ្ជិលទៅកាត់នៅក្នុងហ្នឹងអញ្ចឹងខ្ញុំ copy មកអញ្ចឹងខ្ញុំលុបតែលេខហ្នឹងចេញទៅបើសិនបើយើងដាក់លេខកន្លែងហ្នឹងគឺវានឹង error វាអត់ឲ្យទេពេលដែលយើង upload ចូលគឺវា load error ឲ្យយើងកែកនតាមក្រោយហើយអញ្ចឹងនាំពិបាក error គឺយើងលុបចេញឲ្យហើយអានេះយើងយកដូចគេដដែលអញ្ចឹងមកមើលដល់ add filter to song title យើងដាក់ no ទាំងអស់ចឹងដូចគេមកនេះហើយកន្លែងនេះគឺកន្លែង select an audio file គឺយើងដាក់ចម្រៀងចូលអញ្ចឹងយើងចង់ select ចេះក៏បានហើយទៅរកក៏បានដែរប៉ុន្តែបើខ្ញុំចូលចិត្តបើកឲ្យហើយគឺខ្ញុំបើកឲ្យហើយស្រាប់ចេះហើយអាកន្លែងនេះគឺយើងចាប់ទាញចូលមកនេះឃើញវាជាប់លេខក៏វាអត់អីទេអ្នកនរគ្នាមានលេខ1លេខ2ក៏វាអត់អីដែរពេលដែលយើង select ចម្រៀងចូលប៉ុន្តែពេលយើងដាក់ឈ្មោះចម្រៀងគឺយើងត្រូវតែលុបចោលហើយអាលេខហ្នឹងកុំដាក់វាធ្វើដូចខ្ញុំប្រាប់អញ្ចឹងអ្នកនរគ្នាបន្ទាប់មកយើង scroll មកទៀតមកយើងបែកលេងទាំងអស់នេះគឺវាជាប់ default របស់វា original នេះអញ្ចឹងហើយអានេះគេដាក់នេះណាកន្លែងនេះ songwriter cover song ជាប្រភេទអីគេជាប្រភេទ cover ឬក៏យើងធ្វើដោយខ្លួនឯងអញ្ចឹងយើង select មក I wrote this song the songwriter its own original song អញ្ចឹង its own original នេះអ្នកនរគ្នាអាកន្លែង
song writer នេះ cover song ណានេះ I wrote this song បានន័យថាយើងជាអ្នកសរសេរចម្រៀងនឹងរៀបចំវាដោយខ្លួនឯងជាប្រភេទ original អញ្ចឹងណាហើយoption ខាងក្រោមនេះគេដាក់ថា another artist wrote អាហ្នឹងបានន័យថាគឺគេជាអ្នកសរសេរយើងគ្រាន់តែយកមក cover it's a cover song អញ្ចឹងណាអ្នកនរគ្នាវាមានន័យថាវាជា cover song ប៉ុន្តែយើងអត់ទេគឺយើងយកលើដោយសារតែយើងអ្នកធ្វើខ្លួនឯងអានេះពេលដែលយើងធ្វើខ្លួនឯងអញ្ចឹងកន្លែងនេះក៏គេឲ្យយើងដាក់ឈ្មោះដែរ song writer ហ្នឹងគេដាក់ real name ណាគេជាអ្នកសរសេរចម្រៀងហ្នឹងធ្វើចម្រៀងហ្នឹងអញ្ចឹងណាអញ្ចឹងយើងយកមកឥឡូវនេះ music and lyric យើងយកប្រភេទ music and lyric ហ្នឹងបានន័យថាវាមានទាំងភ្លេងផងហើយក៏វាមានទាំងចម្រៀងគេច្រៀងផងដែរអញ្ចឹងយើង select ទៅបើសិនជារបស់យើងប្រភេទតែ lyric យើងយក lyric ប្រភេទតែ music យើងយក music មកនេះគេឲ្យមានឲ្យយើងរើសណាបងប្អូនគ្នាចាត់យើង select ខុសអញ្ចឹងរបស់ខ្ញុំគឺទាំងភ្លេងទាំងមានគេច្រៀងអានេះយើងនិយាយភាសាឲ្យស្រួលស្ដាប់អញ្ចឹងណាអញ្ចឹងយើង select មកឈ្មោះអីគេយើងដាក់ឈ្មោះរបស់យើងមកនេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំណាបងប្អូនហើយកន្លែងនេះគឺសំខាន់បំផុតពេលដែលយើងអាប់ឡូតចម្រៀងយើងជា album ពីព្រោះអីគឺតម្រូវឲ្យយើង copy នេះចុចអាកន្លែង copy ហ្នឹងអាហ្នឹងបានន័យថាចម្រៀងមួយបទហ្នឹងពេលដែលយើងធ្វើឲ្យមួយបទហ្នឹងយើងចុច copy this songwriter to illustrate on this album បានន័យថាយើងដាក់តែម្ដងទេគឺឲ្យវា copy ទៅធ្វើទាំង10បទយកហ្មងអញ្ចឹងណាបងប្អូនគ្នាអញ្ចឹង10បទហ្នឹងវានឹងចេញឈ្មោះដែលយើងដាក់មុនហ្នឹងបន្តបន្ទាប់គ្នារហូតអញ្ចឹងយើងអត់ចាំបាច់ធ្វើ10ដងដដែលទេយើងធ្វើតែម្ដងគឺកន្លែងឈ្មោះហ្នឹងគឺវានឹងលោតបន្តបន្ទាប់គ្នាអូតូឲ្យយើងស្រាប់មកអញ្ចឹងទីទៀតខ្ញុំនឹងធ្វើដល់បទបន្ទាប់អ្នកនរគ្នានឹងយល់ហើយអានេះក៏ខ្ញុំនិយាយមុនទៅហើយអញ្ចឹងពីព្រោះគេក៏សួរយើងហើយដែរតែហ្នឹងតែធ្វើហួសគឺហួសហើយឥឡូវខ្ញុំ select យក copy the songwriter to all track on this album នេះហើយវាចេញសួរយើងទៀតណា copy songwriter អញ្ចឹង do it នេះវាចេញពាក្យថាតានបានន័យថារួចរាល់អញ្ចឹងយើង select OK មកចាំមើលអ្នកនរគ្នាចាំមក note ទុកកន្លែងហ្នឹងតិចទៀតពេលដែលខ្ញុំធ្វើបទបន្ទាប់គឺវានឹងលោតទៅអាកន្លែងដែលខ្ញុំនិយាយមិញហ្នឹងគឺមានឈ្មោះមានអីមកស្រាប់មកអានេះexplicit explicit អានេះអ្នកនរគ្នាបើអានដែរ lyric យើងយក no មកនេះយើងយក no អ្នកនរគ្នាកន្លែងហ្នឹងអានេះយើងយក no ដូចគ្នាទាំងអស់មកកន្លែងនេះយើងយកដូចគេអញ្ចឹងទាំងអស់អ្នកនរគ្នានេះមួយបទគឺវាមានចំនួនប៉ុណ្ណេះតម្លៃរបស់គេអញ្ចឹងអ្នកនរគ្នាឥឡូវចូលដល់បទទី2បទទី2គឺយើងទៅយកចំណងជើងចម្រៀងនេះយកមកដាក់អានេះគេដាក់ song title អ្នកនរគ្នាចាំបើយើងចេះភាសាអង់គ្លេសហ្មងគឺយើងស្រួលងាយយល់គឺយើងគ្រាន់តែមើលអក្សរអង់គ្លេសនិងការណែនាំរបស់គេទៅយើងអាចធ្វើបានយើងមកស្រួលដែរអញ្ចឹងបាទនេះគឺយើង copy ចំណងជើងចម្រៀងមកចុច F2 Ctrl C តមកយើងយកមកផាសនៅក្នុង cloud ហ្នឹងហើយវាមានលេខនេះដែលខ្ញុំប្រាប់នេះលេខហ្នឹងនេះអ្នកនរគ្នាហ្នឹងលុបចោលបើអត់លុបទេ error ហើយបាទអញ្ចឹងយើងបន្តមកទៀតឃើញវាជាប់នៅអញ្ចឹងឃើញលឿនអញ្ចឹងដល់កន្លែងនេះគេដាក់ឲ្យយើងដាក់ចម្រៀងអានេះខ្ញុំបញ្ជាក់ឡើងនេះតិចគឺ song title preview នេះអានេះឃើញយើងដាក់រូបភាពពីមុនយើងដាក់តែម្ដងទេគឺវាជាប់រហូតហើយព្រោះយើងធ្វើជា album អញ្ចឹងមក album ហ្នឹងគឺវាមាន album cover ដូចគ្នាដដែលអញ្ចឹងវាចេញមកអញ្ចឹងហើយឥឡូវនេះគឺយកចម្រៀងចូលដោយតាបទទី1ដែរអញ្ចឹងគឺយើងចាប់ទាញមកយើងដល់បទទី2ហើយអញ្ចឹងយើងចាប់ទាញបញ្ចូលមកឃើញជាប់អញ្ចឹង scroll មកទៀតនេះទាំងអស់គ្នាអ្នកទាំងអស់គ្នានេះ like song title ដែលខ្ញុំនិយាយហ្នឹង song writer ហ្នឹងគេដាក់ឈ្មោះយើងគឺវា load auto មកយើងអត់ចាំបាច់ធ្វើទៀតទេព្រោះយើងធ្វើតែម្ដងគឺជាប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះវាដដែលដល់វគ្គហ្នឹងគឺលឿនហើយចាប់ដាក់ព្រោះយើងធ្វើតែម្ដងដំបូងទេយើងទៅធ្វើមកអ្នកនរគ្នាមើលដែរមកធ្វើដដែលទេ Ctrl C Ctrl V លុបលេខចោល
អាហ្នឹងចំពោះចម្រៀងដែលយើងមានលេខរៀងណាបើអត់លេខរៀងគឺអត់អីទេអានេះចាប់ដាក់ដែរដល់ឯងដាក់ចម្រៀងចាប់ដាក់មកអានេះលោតមកដែរឈ្មោះយើងព្រោះយើងបាន copy នេះឡើយដូចខ្ញុំនិយាយអញ្ចឹងយើងធ្វើបន្តទៀតដល់បទទី4 Ctrl C Ctrl V អានេះខ្ញុំអត់កាត់ទេអ្នកនរគ្នាវីដេអូនោះខ្ញុំធ្វើទៅទាំងអស់ហ្មងដើម្បីកុំឲ្យវាបាត់របៀបធ្វើអញ្ចឹងកុំឲ្យអ្នកនរគ្នាឆ្ងល់បើសិនជាមាន error អីក៏នៅ error នៅហ្នឹងខ្ញុំបង្ហាញដែរហើយរបៀបកែកុនអីពេល error អីខ្ញុំនឹងប្រាប់ទាំងអស់អាហ្នឹងបើយើងធ្វើខុសវានឹង error ហើយវាប្រាប់យើងហើយវាលោត message ប្រាប់យើងឲ្យតែយើងទៅកែកុនវានៅកន្លែងណាវិញអញ្ចឹងអ្នកនរគ្នាពេលខុសអីយើងបាច់ភ័យទេទីហោកន្លែងនេះបើយើងភ្លេចលុបលេខអញ្ចឹងវាលោត error លោត message ប្រាប់យើងហើយថាយើងមកកែលេខកន្លែងហ្នឹងត្រូវតែលុបចោលអញ្ចឹងណាអ្នកនរគ្នាពេលធ្វើទាញដាក់ដូចខ្ញុំមកហើយអញ្ចឹងទៅស្រួលនេះទាញចម្រៀងយើងមកដាក់នៅលើអញ្ចឹងទៅស្នុកយើងទាញដាក់អញ្ចឹងទៅមិនបាច់ទៅស្លេចចេះចាំទៅរហ្នឹងយូរងាយហើយរចុះរឡើងក្នុងវេវ័នពេញហ្នឹងនោះពីចាក់ចម្រៀងទៀតជាប់ copyright របស់ខ្ញុំឡូវហើយយើងធ្វើតាមអនឡាញអញ្ចឹងទៅ YouTube ទាំង Facebook TikTok អីហ្នឹងមានចម្រៀងចូលជាប់ហ្នឹងអ្នកនរគ្នាពីច្រើនហ្នឹងដាក់ទៅហ្នឹងគឺជាប់ copyright អាហ្នឹងវាចាប់ទាំងអស់ចាប់ដាក់អញ្ចឹងមកអ្នកនរគ្នា copy ហើយលុបតលេខចោលមកបាទអញ្ចឹងយើង scroll អស់10បទហើយអ្នកនរគ្នាយើងមើលមានលេខរៀងគេឲ្យរហូតណាយើង scroll មកក្រោមរហូតអ្នកនរគ្នា scroll មកព្រោះអីវាមានរឿងត្រូវធ្វើបន្តទៀតអញ្ចឹងនេះអាកន្លែង music នេះយើងអាចម្លងបានទេនេះ add credit for a song on this release បានន័យថាឲ្យយើងដាក់បញ្ចូល credit add credit ហ្នឹងគឺគ្រប់បទទាំងអស់ហ្នឹងដែលយើងដាក់ upload អញ្ចឹងយើងត្រូវតែចុចសញ្ញាបូកនេះមកនេះអានេះយើងធ្វើតែម្ដងហើយយើងចុច copy to all track ទៅវានឹងជាប់ដូចអាមុនអញ្ចឹង performer យើង select មកយើងយក user performer អ្នកនរគ្នាជាស្រ័យឡើយនេះគឺយើងយកអត់យក performer អត់យក performer ទេអត់យក performer ឡើង performer នេះគឺយើងអត់យក user ទេអ្នកនរគ្នាច្រឡំនេះគឺយើងយកខ្ញុំយក keyboard តែយើងយកអីយកទៅអ្នកនរគ្នាយកជាអ្នកលេងហ្គីតាអ្នកបាសអ្នក solo អីតែយើងទេតែខ្ញុំយក keyboard វិញខ្ញុំអត់ចេះលេងភ្លេងទេខ្ញុំចុចអា computer បញ្ជាអញ្ចឹងចុច board បញ្ជាអញ្ចឹងខ្ញុំយក keyboard ទៅហើយឈ្មោះនេះយើងដាក់ឈ្មោះខ្ញុំដដែលហ្នឹងហើយកន្លែងនេះយើងត្រូវ copy ដដែលនេះកុំភ្លេចកន្លែងហ្នឹងតែអញ្ចឹងត្រូវធ្វើ10ដងដដែលបាទយើងធ្វើកន្លែងហ្នឹងបានន័យថាយើង copy តែម្ដងហ្នឹងឲ្យវាទៅជាប់ទាំងអស់ទាំង10បទហ្មង copy the performance to all tracks on this album សួរយើង copy performer យើង do it មក done ហើយចូលដល់ producer នេះអញ្ចឹងយើងដាក់មក role យើងជាអីគេយើងយក producer
នេះអ្នកនរគ្នាហ្នឹង user ហ្នឹងគឺយើងយក user ទៅដែរអ្នកនរគ្នានេះហើយឈ្មោះយើងដាក់ឈ្មោះរបស់យើងមកតបមកយើងដាក់ចុច copy ទៅដែរណាអាមុនយើងធ្វើផុសមកយើងយក copy ឥឡូវយើងដល់កន្លែង user ហ្នឹងយើង copy ដែរ copy this users to all track on this album បានន័យថា copy user ហ្នឹងដាក់ទៅក្នុងបទចម្រៀងទាំងអស់នៅ album ដែលយើង upload ហ្នឹងអញ្ចឹងយើងធ្វើតែម្ដងគឺវាជាប់ទៅទាំងអស់ហើយតែបើយើងអត់ចុចអាហ្នឹងទេអត់ copy ទេវា load ឲ្យយើងធ្វើទាំង10ដងវែងឆ្ងាយហើយយូរនេះអ្នកនរគ្នាតែប៉ុណ្្នឹងមករួចហើយនេះបទទី1យើងធ្វើតែម្ដងណាតោះមកបទទី2នេះទី3ទី4អីរហូតដល់ទី10នេះគឺវាជាប់អូតូហើយអញ្ចឹងរឿងដែលយើងត្រូវធ្វើបន្តគ្រាន់តែ tick កន្លែងនេះមកនេះអ្នកនរគ្នាអាកន្លែងបបហ្នឹងត្រូវ tick មកបើអត់ tick អត់ទៅមុខទៀតទេថាតែយល់ព្រមតាមគេនេះhiện tại you're almost there we will preview your release detail នេះអ្នកនរគ្នាចិត្តហើយឥឡូវយើងមើលមកគេឲ្យយើង preview អញ្ចឹងយើង preview មើលមកទាំងអស់មកចម្រៀងរបស់យើងដែលវាត្រូវ load ចេញជា album ចូលទៅក្នុង store ទាំងអស់ហ្នឹងយើងមើលពីបទទី1រហូតដល់បទទី10មកវាចេញរូបភាពបែបហ្នឹងគេដាក់នេះ look good នេះអញ្ចឹងយើងចុច continue ពេលដែលយើងធ្វើទៅត្រូវអត់មានបញ្ហាអី error អីទេគឺយើងចុច continue ទៅគឺវាចុច upload ទៅអញ្ចឹងបងប្អូននេះនិយាយទៅបើសិនជាមាន error តាមបទណាក៏ដោយគឺវាអត់ទៅទេពេលដែលយើងចុច continue មិញហ្នឹងគឺវា error តាំងពីចំណុចដំបូងចាប់ផ្ដើមនោះវា load message ក្រហមប្រាប់យើងឲ្យទៅកែវិញមកតែបើយើងចុច continue ទៅវាចេញតាំងពីបទដំបូង track នឹង upload ទៅអញ្ចឹងបានន័យថាបទទាំង10ហ្នឹងគឺត្រូវអស់ហើយត្រឹមត្រូវអស់ហើយដល់ឥឡូវយើងរងចាំវាទៅវា upload ម្ដងមួយបទម្ដងបទតគ្រប់10បទនេះខ្ញុំកាត់ឡើងហ្នឹងតិចទៅមិនបាច់ចាំដល់នេះនាំយូរអាហ្នឹងយូរដែរមិនឆាំទៅខ្ញុំចិត្តចប់ហើយសំបត្តិទៀតចប់ហើយអ្នកនរគ្នាបញ្ជាក់ plan ដែលខ្ញុំ upload នេះគឺជាខ្ញុំទិញ plan ទី1ដោយសារតែខ្ញុំសាកល្បងអាទី1ម្ដងទៀតពីព្រោះអីអា plan របស់ខ្ញុំមុនខ្ញុំតែងតែទិញអា plan ទី2ចប់ទី2ហ្នឹងវា40រៀលជាងមួយឆ្នាំនេះតែ20រៀលជាងតែយើងខុសគ្នា plan ទី1យើងបាន artist តែមួយទេតែបើ plan ទី2គឺយើងបាន artist 2តែ artist 2របស់ខ្ញុំវា ban បាត់ហើយអញ្ចឹងខ្ញុំទិញបន្តថ្មីទៀតអញ្ចឹងបងប្អូនខ្ញុំ testing អាទី1តែទោះជាគេ ban ក៏លុយដែលយើងរកបានហ្នឹងវានៅតែចូលរហូតអញ្ចឹងអ្នកនរគ្នាគាត់តែទិញឲ្យច្រើនអញ្ចឹងនេះអ្នកនរគ្នានេះដល់កន្លែងវាចុងចប់ហើយកន្លែងនេះវាដាក់ enhancing your sound បានន័យថាវាធ្វើចម្រៀងរបស់យើងឲ្យព្រោះជាងមុនឲ្យ smooth ជាងមុនអញ្ចឹងអានេះរបៀបយើងដូចហៅថា master អញ្ចឹងអ្នកនរគ្នាគេហៅថា remaster អញ្ចឹងតែយើងធ្វើឲ្យយើងមិនបាច់ remaster ទេព្រោះអត់លុយច្រើនយើងបាច់ enhance វាទេព្រោះអីអ្នកនរគ្នាមើលទៅតម្លៃមិនថោកទេ10បតហ្នឹងអ្នកនរគ្នានេះគឺអស់$79វា$79 10បតហ្នឹងអ្នកនរគ្នាតែបើអ្នកទាំងអស់គ្នាចង់enhance វាឲ្យច្បាស់ឲ្យល្អដូចខាងក្រុមហ៊ុនគេធ្វើឲ្យអញ្ចឹង
អ្នកនរគ្នាធ្វើទៅប៉ុន្តែខ្ញុំអត់ធ្វើទេហើយខ្ញុំក៏អត់ recommend ឲ្យអ្នកនរគ្នាធ្វើដែរព្រោះឲ្យវាថ្លៃអញ្ចឹងយើង select យកពាក្យថា use my original អានេះគឺអត់អស់លុយទេអ្នកនរគ្នាចម្រៀងយើងធ្វើប៉ុណ្ណាគឺចេញតែប៉ុណ្ណឹងហើយនេះហើយចង់បញ្ចប់យើងចុចពាក្យ continue មកនេះចប់អ្នកនរគ្នាប៉ុណ្ណឹងគឺរួចរាល់ហើយរបស់យើងគឺបាន upload ចូលទៅក្នុង DistroKid ហើយប៉ុន្តែអត់ទាន់តែ store ទេគឺនៅ pending ឡើយណានេះអញ្ចឹងយើង select មើលមក My Music នេះអ្នកនរគ្នាពេលដែលវានៅ pending អញ្ចឹងគឺវា load ចំណុចពណ៌លឿងនេះប្រសិនបើវាបាន release ចូលទៅក្នុងគ្រប់ store ហើយអញ្ចឹងគឺនេះ store ទាំងអស់នេះអ្នកនរគ្នាគ្រប់ store ទាំងអស់ហ្នឹងពេលដែលវាបានចូលទៅក្នុង store ហើយគឺវាចេញពណ៌ Q ពណ៌ទុយចេកនេះតែបើវានៅ pending ទេគឺវានៅចេញពណ៌លឿងចេះអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណច្រើនដែលបានទស្សនា